ថ្ងៃនេះជាថ្ងៃដែលសម្ដេចតេជោហ៊ុនសែនត្រូវជ្រើសតាំងជារដ្ឋមន្ត្រីការបរទេសក្នុងវ័យមិនទាន់27ឆ្នាំរាជធានីភ្នំពេញសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានសរសេរនៅលើបណ្ដាញទំនាក់ទំនង Facebook Page ផ្លូវការរបស់សម្ដេចបង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទាំងស្រុងថាថ្ងៃនេះ8មករា2016ដែលកាលពី37ឆ្នាំមុនខ្លួនខ្ញុំត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេសក្រោយពីការរំដោះ7មករាមួយថ្ងៃក្នុងវ័យមិនដល់27ឆ្នាំផងហើយក៏មិនដែលសូវយល់ដឹងនៅកិច្ចការបរទេសផងការទទួលភារកិច្ចទាំងទិសតលនេះគឺជារឿងលំបាកតែឆន្ទៈយុវជនដែលខ្លួនខ្ញុំបានឆ្លងកាត់ដោយខ្លួនឯងហើយបានឈរជើងក្នុងរដ្ឋាភិបាលរហូត37ឆ្នាំអាចឲ្យគេយល់ថាខ្ញុំស្គាល់ជីវិតនិងសេចក្តីត្រូវការរបស់យុវជនបែបណាមនុស្សមួយចំនួនភ័ន្តច្រឡំលើខ្ញុំក្នុងចំណុចនេះមុនមកដល់វ័យ60ឆ្នាំសប្តាហ៍ថ្ងៃនេះខ្ញុំបានឆ្លងកាត់ជាយុវវ័យនៃកងទ័ពជាយុវវ័យនៃរដ្ឋមន្ត្រីការបរទេសក្នុងវ័យ27ឆ្នាំជានាយករដ្ឋមន្ត្រីក្នុងវ័យ32ឆ្នាំដែលជារដ្ឋមន្ត្រីការបរទេសនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកនាពេលនោះនេះជាបញ្ហាដែលត្រូវរៀបចំក្រោយរំដោះជាតិនិងប្រជាជនចេញពីរបបប៉ុលពតសម្រាប់ជីវិតឯកជនការរំដោះប្រទេសនិងតំណែងរដ្ឋមន្ត្រីមិនអាចបញ្ចប់ទឹកភ្នែករបស់ខ្ញុំបានឡើយមិនតន់និយាយដល់គ្រួសារទាំងមូលនោះទេនិយាយត្រឹមតែប្រពន្ធនិងកូនគឺខ្ញុំត្រូវហូរទឹកភ្នែករយៈពេល48ថ្ងៃថែមទៀតបន្ទាប់ពីថ្ងៃរំដោះ7មករា1979តាំងពីបែកគ្នាថ្ងៃទី20មិថុនា1977ខ្ញុំមិនដែលទទួលព័ត៌មានថាប្រពន្ធនិងកូនខ្ញុំនៅរស់នោះទេដំណឹងដែលខ្ញុំទទួលបានទាំងអស់សុទ្ធតែបញ្ជាក់ថាភរិយាខ្ញុំស្លាប់បាត់ទៅហើយព័ត៌មាននេះកាន់តែធ្វើឲ្យខ្ញុំជឿថែមទៀតព្រោះពេលដែលប្រទេសរំដោះរួចហើយខ្ញុំបានស្វែងរកឃើញត្រឹមតែឪពុកម្ដាយបងប្អូនបង្កើតរបស់ខ្ញុំតែប៉ុណ្ណោះឯខាងប្រពន្ធខ្ញុំបាត់ទាំងគ្រួសារតែម្ដងឪពុកម្ដាយក្មេកបងថ្លៃប្អូនថ្លៃឡាក់ខ្ញុំយំរាល់ថ្ងៃរាល់យប់ហើយក៏មិនដឹងរៀបចំខ្លួនម្ដេចដែរពេលឃើញថ្នាក់ដឹកនាំផ្សេងទៀតជួបជុំគ្រួសារចូលរួមរីករាយតែខ្លួនឯងដេកយំនេះជារឿងដ៏កំសត់របស់ខ្ញុំតាំងពីអាយុ13ឆ្នាំនៅពេលបែកចេញពីឪពុកម្ដាយមករៀននៅទីក្រុងភ្នំពេញរស់នៅជាមួយព្រះសង្ឃពេលប្រទេសមានសង្គ្រាមក៏កាន់តែឃ្លាតឆ្ងាយថែមទៀតដល់ពេលមានភរិយាទុក្ខវេទនាក៏កាន់តែខ្លាំងដោយសារតែរបបព្រៃផ្សៃជួបហើយព្រាត់ហើយជួបរហូតព្រាត់គ្នាទាំងមិនដឹងថាស្លាប់ឬរស់តាមពិតភរិយាខ្ញុំនិងក្រុមគ្រួសារមានប្រាជ្ញាដើម្បីការពារខ្លួនព្រោះក្រោយរំដោះពីរបបប៉ុលពតខែមករា1979សភាពការនៅច្របូកច្របល់ណាស់ទោះដឹងថាប្តីស្ថិតនៅក្នុងតំណែងដ៏ខ្ពស់ក្នុងរដ្ឋាភិបាលតែត្រូវតែលាក់ប្រវត្តិហើយមកសំងំលាក់ខ្លួននិងរើសគូស្រូវនៅសួងត្បូងឃ្មុំជំទាវរូបនេះដេកតាមវាលស្រែជាមួយនឹងកូនដ៏កំសត់ដែលបែកពីឪពុកតាំងពីនៅក្នុងផ្ទៃម្ដាយកូនមួយនេះស្គាល់នៅរសជាតិវាតាមភ្លឺស្រែជិះលើខ្នងគោខ្នងក្របីហើយចុងក្រោយហៅឪពុកថាពូរយៈពេល2ខែខ្ញុំជួបភរិយានិងកូនខ្ញុំនៅថ្ងៃទី24កុម្ភៈឆ្នាំ1979គឺ48ថ្ងៃបន្ទាប់ពីប្រទេសត្រូវបានរំដោះនិងត្រូវជា614ថ្ងៃបើគិតពីថ្ងៃដែលយើងព្រាត់គ្នាចាប់ពីថ្ងៃទី20ខែមិថុនាឆ្នាំ1977នៅពេលដែលខ្ញុំចេញមុខដឹកនាំការតស៊ូប្រឆាំងរបបប៉ុលពតទោះពេលវេលាបានកន្លងហួសឆ្ងាយហើយក៏ដោយតែខ្ញុំនៅតែស្រក់ទឹកភ្នែកនៅពេលដែលខ្ញុំនឹកឃើញប្រវត្តិដ៏ឈឺចាប់នៃជីវិតនិងគ្រួសារក៏ដូចជាទុក្ខវេទនារបស់ប្រជាជនកម្ពុជាទាំងមូលខណៈនេះសម្ដេចហេងសំរិនកំពុងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអាមេរិករាជធានីភ្នំពេញសម្ដេចអគ្គមហាពញាចក្រីហេងសំរិនបានអនុញ្ញាតឲ្យលោក William A. Heath ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហរដ្ឋអាមេរិកទើបតែតែងតាំងប្រចាំកម្ពុជាចូលជួបសម្ដែងការគូសមនិងធ្វើសវនាការជំនួបខាងលើបាននឹងកំពុងប្រព្រឹត្តទៅនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី8ខែមករា2016មុននេះបន្តិចសមត្ថកិច្ចបញ្ជូនយុវជនម្នាក់ដែលគំរាមសម្លាប់សម្ដេចតេជោហ៊ុនសែនតាម Facebook មកតុលាការរាជធានីភ្នំពេញបើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្និភាពបានឲ្យដឹងជំហានដំបូងមកថាយុវជនម្នាក់ដែលផ្ញើសារគំរាមសម្លាប់សម្ដេចតេជោហ៊ុនសែនតាមបណ្ដាញទំនាក់ទំនងសង្គម Facebook ត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបងរាជធានីភ្នំពេញហើយនៅវេលាម៉ោង 9 ព្រឹកថ្ងៃទី8ខែមករាឆ្នាំ2016យុវជនដែលត្រូវសមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួនកាលពីថ្ងៃទី6ខែមករាឈ្មោះប៊ុនសុភីអាយុ25ឆ្នាំ
លោកជួនណារិនថាជួនដៃដល់កាប់សម្លាប់មួយគ្រួសារនៅក្រុងព្រះសីហនុដោយសាររឿងមេមន់មួយក្បាលខេត្តព្រះសីហនុស្នងការនគរបាលខេត្តព្រះសីហនុលោកឧត្តមសេនីយ៍តូជួនណារិនបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី8ខែមករាថាជួនដៃដល់ដែលប៉ងកាប់សម្លាប់មនុស្សមួយគ្រួសារនៅក្នុងភូមិមួយសង្កាត់មួយក្រុងព្រះសីហនុកាលពីរំលងអាធ្រាត្រថ្ងៃទី29ធ្នូកន្លងមកនោះដោយសារគំនុំជេរប្រមាថផ្ដើមចេញពីមេមន់មួយក្បាលបើតាមលោកស្នងការមុនពេលកើតហេតុ2ថ្ងៃជួនរងគ្រោះបានបាត់មេមន់មួយក្បាលដោយចោទជួនសង្ស័យជាអ្នកគប់ស៊ីហើយបានជេរប្រមាថដដែលទៅលើជួនដៃដល់ទោះបីជាជួនដៃដល់ថាមេមន់នោះត្រូវបានស្ត្រីអ្នកជិតខាងឲ្យក៏ដោយធ្វើឲ្យជួនសង្ស័យខឹងនិងឈានដល់ការប៉ងសម្លាប់ផ្ដាច់ពូជដោយសារតែពូថៅកាប់ទៅលើក្រុមគ្រួសារជួនរងគ្រោះទាំង7នាក់បណ្ដាលឲ្យស្លាប់ម្ដាយនិងកូនស្រីអាយុ13ឆ្នាំនិងមនុស្ស5នាក់ទៀតរងរបួសធ្ងន់តែម្ដងគួរបញ្ជាក់ថាជនសង្ស័យឈ្មោះលុយសុភ័ក្រនេះក៏ធ្លាប់ជាប់ពន្ធនាគារពីបទប្លន់ផងដែរមកដល់ជិតម៉ោង12ថ្ងៃត្រង់ថ្ងៃសុក្រដដែលនេះជនសង្ស័យកំពុងឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំបញ្ជូនបន្តទៅសាលាដំបងខេត្តព្រះសីហនុចាត់ការតាមច្បាប់លោកអភិបាលរាជធានីភ្នំពេញចុះពិនិត្យសួនព្រះសង្ឃមនីចេតិយដែលត្រូវជួសជុលកែលម្អឡើងវិញរាជធានីភ្នំពេញលោកប៉ាសុចិត្តវង្សអភិបាលរាជធានីភ្នំពេញរួមជាមួយមន្ត្រីក្រមអាវ៉ាតនៅព្រឹកថ្ងៃទី8មករា2016បានទៅចុះពិនិត្យសង្ឃមនីចេតិយដែលសាលារាជធានីភ្នំពេញត្រៀមជួសជុលនិងកែលម្អឲ្យមានសោភ័ណភាពដើម្បីជួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញនិងជាទីសក្ការៈផងដែរលោកឡុងឌីម៉ងអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឲ្យដឹងថាទីតាំងនេះជាទីតាំងល្អមួយដែលបានកើតតាំងពីសម័យសង្គមរាស្ត្រនិយមមកម្លេះតាមរយៈស្លាកដែលដាក់ជាប់នឹងព្រះសង្ឃមនីចេតិយគឺកសាងឡើងក្នុងពុទ្ធសករាជ2500ចាប់ពីពាក់កណ្ដាលសាសនាមកដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ស្ថាបនានិងជួសជុលឡើងវិញសួនព្រះសង្ឃមនីចេតិយនេះមន្ត្រីជំនាញបានគូប្លង់រួចហើយនៅសល់តែកែកុនបន្តិចបន្តួចដែលគ្រោងនឹងសាងសង់នៅដើមឆ្នាំ2016ឆាប់ៗនេះលោកឡុងឌីម៉ងបានបញ្ជាក់ថាក្រៅពីការជួសជុលនិងកែលម្អសួននេះសាលារាជធានីភ្នំពេញក៏មានការរៀបចំតំបន់នេះឲ្យមានសណ្ដាប់ធ្នាប់ផងដែរក្មេងប្រុស3នាក់កើតអាការៈក្អួតចង្អោរអាជ្ញាធរសន្និដ្ឋានថាមកពីពុលទឹកត្នោតផ្អែមខេត្តក្រចេះក្រោយពីមានការនាំមកសង្គ្រោះនៅមណ្ឌលសុខភាពក្មេងប្រុស3នាក់ជាបងដែលមានអាការៈក្អួតចង្អោរដែលអាជ្ញាធរនិងឪពុកម្ដាយពួកគេសន្និដ្ឋានថាអាចបណ្ដាលមកពីពុលទឹកត្នោតផ្អែមនោះមកដល់ពេលនេះបានធូរស្បើយឡើងវិញហើយក្មេងប្រុសចំនួន3នាក់ជាកូនអ្នកស្រុករស់នៅក្នុងឃុំជ្រោយបន្ទាយស្រុកព្រែកប្រសពបានកើតមានអាការៈក្អួតចង្អោរកាលពីព្រលប់នៅថ្ងៃទី7មករាអាការៈពួកគេទាំង3នាក់ត្រូវបានអាជ្ញាធរនិងឪពុកម្ដាយរបស់ពួកគេសន្និដ្ឋានថាអាចបណ្ដាលមកពីពុលទឹកត្នោតផ្អែមដែលពួកគេទិញផឹកកាលពីព្រលប់មុនពេលបាយល្ងាចរួចបរិសឈ្មោះសុកជឹមសឹមជូនអាយុ36ឆ្នាំដែលជាឪពុកអមារាទាំង3បានដឹងថាកូនប្រុសទាំង3ដែលរងគ្រោះដោយការពុលមិនទាន់ដឹងថាបណ្ដាលមកពីអ្វីឲ្យប្រកាសនៅឡើយនោះទេមួយឈ្មោះយឹមភាអាយុ12ឆ្នាំនិងទី2ឈ្មោះយឹមភ័ក្រអាយុ9ឆ្នាំទី3ឈ្មោះយឹមលីហួរអាយុ3ឆ្នាំបរិសជាឪពុករូបនេះបានឲ្យដឹងនៅល្ងាចមុនបាយពេលបាយថាពួកគេទាំង3នាក់បាននាំគ្នាទៅទិញទឹកត្នោតផ្អែមផឹកនិងបានមកហូបបាយជួបអាការៈបែបនេះតែម្ដងគាត់មិនបានដឹងថាការពុលនេះផ្ដើមចេញដោយសារអ្វីឲ្យពិតប្រាកដនោះទេយ៉ាងណាក៏ដោយបើតាមលោករស្នីតូច័ន្ទសុផាឡាបានដឹងថាក្មេងប្រុសទាំង3នាក់បងប្អូនដែលកើតអាការៈក្អួតចង្អោរបានធូរស្បើយធម្មតាវិញក្រោយពីអាជ្ញាធរនិងក្រុមគ្រួសារនាំពួកគេមកព្យាបាលនៅមណ្ឌលសុខភាពកូនក្រែងឈាមជាង 1000 គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបបានខណៈបំរុងដឹកចេញទៅវៀតណាមខេត្តព្រះសីហនុកូនក្រែងឈាមជាង 1000 គីឡូក្រាមត្រូវបានសមត្ថកិច្ចស្នងការខេត្តព្រះសីហនុបង្ក្រាបបាននៅចំណុចចម្ពូខ្មៅនៅក្នុងឃុំព្រៃនប់ស្រុកព្រៃនប់កាលពីយប់ថ្ងៃទី7មករាដែលឈ្មួញឆ្លៀតឱកាសបំរុងដឹកចេញទៅវៀតណាមបន្ទាប់ពីបង្ក្រាបរួចបានប្រគល់ជូនជំនាញជលផលហើយយកទៅលែងនៅក្នុងដែនសហគមន៍ព្រៃនប់ស្ថិតនៅក្នុងភូមិព្រៃសង្កែឃុំទឹកថ្លាស្រុកព្រៃនប់នៅព្រឹកថ្ងៃទី8មករានេះកូនក្រែងនោះមានចំនួនជាង600គ្រាប់នៅក្នុង1គីឡូក្រាមហើយបង្ក្រាបបាន1225គីឡូក្រាម
ករណីប្លន់ផ្ទះគ្រូទាយដល់ល្បីនៅស្រុកបវលសមត្ថកិច្ចមិនទាន់កំណត់មុខសញ្ញាខេត្តបាត់ដំបងសមត្ថកិច្ចបាននិយាយនៅព្រឹកថ្ងៃទី8មករានេះថាសមត្ថកិច្ចជំនាញហាក់មិនទាន់កំណត់បាននៅមុខសញ្ញាក្រុមចោរកំភ្លើងវែងខ្លីដែលចូលប្លន់ផ្ទះគ្រូទាយដល់ល្បីឈ្មោះកាលពីប្រមាណថ្ងៃមុនស្ថិតនៅក្នុងឃុំខ្នាច់រមៀស្រុកបវលនៅឡើយទេបើទោះជាកម្លាំងជំនាញបានប្រឹងប្រែងស្រាវជ្រាវមិនបន្ធូរដៃរហូតមកដល់ពេលនេះក្តីប៉ុន្តែសមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថាមុខសញ្ញាចោរប្លន់ប្រដាប់អាវុធខាងលើនេះគឺជាក្រុមតែមួយដែលធ្លាប់ធ្វើសកម្មភាពប្លន់ផ្ទះវិញបដូរលុយនៅស្រុកមងរិស័យនាពេលកន្លងមកថ្មីនេះបើតាមសមត្ថកិច្ចថាពេលនេះកម្លាំងជំនាញនៅតែបន្តស៊ើបអង្កេតលើករណីនេះនៅឡើយរីលោកសេឡាសៅកងហៅតាកងជាគ្រូទាយដ៏ល្បីឈ្មោះនិងជាជនរងគ្រោះត្រូវក្រុមចោរចាប់ចងវាយដំនិងបានចេញពីមន្ទីរពេទ្យហើយដែររឿងទឹកបន្ទាលកន្ទុយក្រពើធ្វើឲ្យប៉ូលីសសេដ្ឋកិច្ចចុះឆែកឆេរតូបរួចសារភាពថាផន់ច្រឡំខេត្តបន្ទាយមានជ័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តចុះពិនិត្យស្តង់មួយកន្លែងតាមបណ្ដឹងហើយនិយាយថាជាការផន់ច្រឡំកាលពីរសៀលថ្ងៃទី7មករា2016ស្ថិតនៅចំណុចស្តង់ផ្ទះល្វែងផ្សាររាសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតលោកវងសេរីមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានដឹងថាក្រោយពេលទទួលបណ្ដឹងក្រុមហ៊ុន Zoomer ទឹកបន្ទាលកន្ទុយក្រពើបានដឹងថាមានស្តង់មួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតសង្ស័យស្តុកទំនិញទឹកបន្ទាលកន្ទុយក្រពើនាំចូលពីប្រទេសថៃកម្លាំងនគរបាលជំនាញចុះទៅពិនិត្យស្តង់សង្ស័យដែលឆែកឆេររកឃើញមានទឹកបន្ទាលកន្ទុយក្រពើដែលមានរូបរាងដ៏ភិនភាគស្រដៀងគ្នាតែឈ្មោះក្រុមហ៊ុន Spin លោកបានបញ្ជាក់ថាក្រោយពីចុះទៅពិនិត្យយកដបទឹកបន្ទាលកន្ទុយក្រពើ Summer ពីស្នាក់ការគយនិងរដ្ឋកោប៉ោយប៉ែតមកផ្ទៀងផ្ទាត់គ្នាគឺស្រដៀងគ្នាពិតមែនតែឈ្មោះខុសគ្នាក្រុមហ៊ុន Spin នេះជាការផន់ច្រឡំស្រវឹងបើករថយន្តបោកម៉ូតូទារសំណងទៀតទីបំផុតសងខាងម៉ូតូអស់$180វិញរាជធានីភ្នំពេញបរិយាចំណាស់ម្នាក់ស្រវឹងស្រាបបើករថយន្តបត់ចូលផ្ទះមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូគោលជាប់ក្រោមរថយន្តតែមិនបណ្ដាលឲ្យរងរបួសនោះទេគ្រាន់តែកកស្ទះចរាចរណ៍កាលពីវេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃ7មករា2016នៅតាមបណ្ដោយផ្លូវលេខ1986ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរថយន្តបង្កម៉ាកលេខស៊ី RX330 ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2V5120 គុតបើកដោយបរិយាចំណាស់ស្រវឹងស្រាម្នាក់មិនស្គាល់អត្តសញ្ញាណចំណែកម៉ូតូរងគ្រោះ Honda PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1AX 8983បើកបរដោយយុវជនវ័យក្មេងម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នាបើតាមសម្ដីម្ចាស់ម៉ូតូរងគ្រោះបាននិយាយថាមុនពេលកើតហេតុរូបគេជិះម៉ូតូចេញពីផ្ទះបំណងទៅលេងបាល់ទាត់ជាមួយមិត្តភ័ក្តិដោយជិះតាមបណ្ដោយផ្លូវលេខ1986ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តមួយគ្រឿងបើកបញ្ច្រាស់ទិសគ្នាហើយស៊ីញ៉ូភ្លាមបត់ផ្លេតចូលផ្ទះធ្វើឲ្យរូបគាត់ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូដួលចូលក្រោមរថយន្តតែសំណាងល្អមិនមានរងរបួសនោះទេគ្រាន់តែខូចខាតម៉ូតូតែប៉ុណ្ណោះក្រោយពេលកើតហេតុខាងរថយន្តឃើញយុវជនជាអ្នកបើកម៉ូតូវ័យក្មេងបាននិយាយសម្រួលជាមួយខាងម៉ូតូដោយមិនចង់ឲ្យវែងឆ្ងាយសុំសងថ្លៃខូចខាតរថយន្តរបស់គាត់ខ្លះតែអ្នកបើកម៉ូតូនិយាយថាម៉ូតូដែលគេខូចច្រើនណាស់អញ្ចឹងរងចាំឪពុករបស់គេមកសិនចាំដោះស្រាយគ្នាបន្តទៀតគណៈពេលលោកឪពុកអ្នកបើកបរម៉ូតូមកដល់បាននិយាយថារថយន្តបត់បុកម៉ូតូរបស់កូនគាត់ហើយបើកបរទាំងស្រវឹងទៀតម៉ូតូរបស់កូនគាត់ខូចខាតគ្រាន់តែក្បាលម៉ូតូអស់ជាង$100ទៅហើយពេលនោះខាងរថយន្តសុំស្មើគ្នាតែឪពុករបស់ម្ចាស់ម៉ូតូមិនព្រមបានប្រាប់ថាបើយកទៅខណ្ឌត្រូវវាស់ជាតិអាល់កុលទៀតយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទើបអ្នកបើកបររថយន្តមិនចង់វែងឆ្ងាយក៏សងសំណងទៅម្ចាស់ម៉ូតូវិញចំនួន$180ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ